មកដល់ចំការក្រូចចំការក្រូចនេះគេមានដាំក្រូចគ្រប់ប្រភេទអានេះ lemon មកបាក់មេឃដើមទឿល្អដល់នេះអានេះមិនដឹងក្រូចស្អីទេនេះឡើងស្ញេះមើលកម្ពស់គេកម្ពស់ផែរេមីនេះអត់ដឹងឈ្មោះដឹងខូចអីគេមានដីចកាគេចឹងទៅនៅខាងលើគេធ្វើនំលក់ខេកគីឡូអានេះផ្លែខូចដែរមិនខូចអីហើយខូចខ្វិចហ្នឹងតែខូចខ្វិចគេអត់តន់ធំទេទៅខៀវនេះដល់ខូចខ្វិចអានេះក៏ក្រូចដែរមិនដឹងក្រូចស្អីជូអានេះពូជអាជូខូចដាំក្រូចពោធិ៍សាត់ស្រុកយើងបើដាំបានទៀបអញ្ចឹងស្រួលបេះនេះអានេះឃើញធំយើងតិចថោចផ្អែមអីជូឯងសបកក្រាស់ទៀតអូនេះសូណាំងហ្គោលអាទូចមិញឈ្មោះវាសូណាំងហ្គោលជួយបរិយារបៀបឲ្យញ៉ាំអពណ៌លឿងវិញនេះឡើងទៅលើវិញហើយចាប់នេះនៅកណ្ដាលភ្នំនេះកណ្ដាលព្រៃណាហើយហាងខេកគេលក់គេធ្វើអញ្ចឹងទៅមានទំចំការមានអីនៅខ្មែរក៏មានដែរឥឡូវហាងរបៀបអញ្ចឹងគេមានលក់កាហ្វេលក់ខេកលក់របៀបជាម្ហូប Western Spaghetti Pizza អី Italian ហើយខូចអីដែលគេបេះមកបន្លែអីដែលគេដាំយកមកលក់នៅក្នុងនេះទៀតទៅគេមក